ខឹងមិត្តរួមថ្នាក់ប៊ូលីខ្លាំងពេកក្មេងប្រុសអាយុ17ឆ្នាំម្នាក់សម្រាប់ចិត្តប្លន់ឡានក្រុងដើម្បីបញ្ចេញកំហឹងនៅក្នុងឆ្នាំ2000មានករណីប្លន់ឡានក្រុងនីស៊ីនីប៉ុងដែលមានចំណាត់ខ្មាំងរហូតដល់22នាក់ហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសជប៉ុនខណៈដែលឡានក្រុងបានធ្វើដំណើររហូតដល់320គីឡូម៉ែត្រនិងឈានដល់មានការអន្តរាគមន៍ពីកងកម្លាំងពិសេស SAT ថែមទៀតផងករណីនេះត្រូវបានបង្កឡើងដោយក្មេងប្រុសអាយុ17ឆ្នាំម្នាក់តាមរយៈសារព័ត៌មាននិងការសម្ភាសន៍អ្នកដែលស្ថិតក្នុងហេតុការណ៍នោះមានអ្នកធ្វើដំណើរម្នាក់ឈ្មោះ Yamaguchi Yumiko ដែលគាត់រងរបួសធ្ងន់ប៉ុន្តែរួចផុតជីវិតគាត់បានរៀបរាប់ប្រាប់រឿងរ៉ាវដែលបានកើតឡើងជុំវិញករណីនេះថានៅថ្ងៃទី3ខែឧសភាឆ្នាំ2000មានឡានក្រុងចេញដំណើរទៅកាន់តំបន់ Tenjin នៃខេត្ត Fukuoka នៃប្រទេសជប៉ុនលោកស្រី Yamaguchi និងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតឈ្មោះ Katsumoto ក៏បានជិះឡានក្រុងនឹងទៅមើលការប្រគំតន្ត្រីនៅក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់មានក្មេងស្រីអាយុ6ឆ្នាំម្នាក់ដែលគាត់ធ្វើដំណើរតែម្នាក់ឯងនិងជាលើកដំបូងដើម្បីទៅលេងផ្ទះយាយតារបស់គាត់ហើយនឹងមានអ្នកធ្វើដំណើរផ្សេងទៀតដែលមានគោលដៅខុសៗគ្នាគឺពេញមួយឡានក្រុងនឹងតែម្ដង40នាទីបន្ទាប់ពីការធ្វើដំណើរនៅពេលដែលឡានក្រុងជិះចេញទៅជិតដល់ចំណតដាក់អ្នកដំណើរ Dazaifu ភ្លាមនោះមានក្មេងប្រុសម្នាក់បានងើបឈរឡើងដោយនៅក្នុងដៃរបស់គេនឹងមានកាន់កាបិតប្រហែលជាប្រវែង30សង់ទីម៉ែត្រហើយបានយកកាបិតនឹងទៅភ្ជង់អ្នកបើកឡានក្រុងនិងគម្រាមមិនឲ្យឈប់នៅចំណត Dazaifu នោះទេហើយឲ្យបើកឡានឆ្ពោះទៅកាន់ភាគខាងកើតនៃប្រទេសជប៉ុនក្រោយមកក្មេងប្រុសនឹងបានស្រែកគម្រាមទៅកាន់អ្នកជិះលើឡានក្រុងទាំងអស់ថាឡានក្រុងនឹងត្រូវបានខ្លួនប្លន់យកហើយឲ្យគ្រប់គ្នាយកអីវ៉ាន់និងផ្លាស់ទីទៅខាងក្រោយឡាននៅពេលនោះស្ត្រីម្នាក់ដែលគាត់កំពុងតែដេកហើយនឹងមិនបានដឹងពីស្ថានភាពនៅក្នុងឡានក្រុងនោះទេមានអ្នករួមដំណើរនឹងក៏បានទៅដាស់គាត់ប៉ុន្តែភ្លាមគាត់មិនបានដឹងថានៅក្នុងឡាននឹងមានរឿងអីហើយគាត់អត់យល់ពីស្ថានភាពនឹងទេគឺដូច្នេះក្មេងប្រុសនោះគាត់បានកាប់នាងដោយមិនមានការស្ទាក់ស្ទើរនោះទេដោយគាត់គិតថានាងមិនបានស្ដាប់សម្ដីរបស់ខ្លួនបន្ទាប់មកគេបានបញ្ជាឲ្យអ្នកធ្វើដំណើរទាំងអស់ហ្នឹងយកទូរស័ព្ទដៃនិងសម្ភារៈទាំងអស់ចេញមកក្រៅហើយនឹងបិទវាំងណោនឡានទាំងអស់ហើយស្រីទៅអង្គុយផ្នែកខាងមុខហើយចំណែកឯប្រុសវិញទៅអង្គុយផ្នែកខាងក្រោយនៃឡានមិនមានការតវ៉ានោះទេគឺធ្វើទៅតាមអ្វីដែលគេប្រាប់ទៅបានហើយក្រោយមកក្មេងប្រុសនោះបានបញ្ជាឲ្យទម្លាក់កៅអីដែលនៅចំចំណុចកណ្ដាលនោះចុះដើម្បីទប់ស្កាត់មិនឲ្យមានអ្នកតាណាម្នាក់អាចចូលទៅជិតគេបាន1ម៉ោងក្រោយពីការចេញដំណើរអ្នកបើកឡានក្រុងក៏បានស្នើសុំឲ្យមានការឈប់សម្រាកចូលបន្ទប់ទឹកក្មេងប្រុសនោះបានសួរទៅកាន់អ្នកដំណើរទាំងអស់នឹងថាតើមានណាគេចង់ចូលបន្ទប់ទឹកដែរឬក៏អត់ដោយបារម្ភថាអាចនឹងមានអ្នករត់គេចខ្លួនដូច្នេះគេបានឲ្យទៅម្នាក់ម្ដងប៉ុន្តែបើសិនបើមានណាគេម្នាក់មិនត្រឡប់មកវិញនោះទេគេនឹងសម្លាប់អ្នកដែលនៅសល់នៅក្នុងឡានហ្នឹងហើយគេបានបញ្ជាឲ្យឈប់នៅកន្លែងឈប់សម្រាកមួយកន្លែងនៅលើផ្លូវល្បឿនលឿនបន្ទាប់មកក្មេងប្រុសហ្នឹងក៏បានបញ្ជាឲ្យស្ត្រីម្នាក់ជាអ្នកទៅមុនប៉ុន្តែនាងអត់បានត្រឡប់មកវិញនោះទេភ្លាមនោះគេក៏បានស្អីខ្លាំងថានាងក្បត់ខ្ញុំហើយក៏បានយកក្បត់កាប់លោកស្រី Yamaguchi ដើម្បីធ្វើឲ្យអ្នកដំណើរផ្សេងទៀតមានការភ័យខ្លាចបន្ទាប់មកគេបានគំរាមទៅកាន់ស្ត្រីម្នាក់ទៀតថាបើសិនបើមានរឿងអ្វីកើតឡើងម្ដងទៀតគេនឹងសម្លាប់នាងចោលរីឯនៅចំណត Tenjin ដែលជាចំណុចគោលដៅនៃឡានក្រុងវិញនៅពេលដែលឡានក្រុងមិនបានទៅដល់តាមពេលវេលាដែលបានកំណត់ខាងក្រុមការងារក៏បានតាក់ទងទៅសួរអ្នកបើកឡានក្រុងនោះប៉ុន្តែមិនមានការឆ្លើយតបនោះទេនៅពេលនោះឡានក្រុងក៏បានបន្តបើកតាមផ្លូវល្បឿនលឿនឆ្ពោះទៅកាន់ខេត្ត Yamaguchi ភាគខាងកើតនៃប្រទេសជប៉ុនស្ត្រីដែលត្រូវបានក្មេងប្រុសនឹងគម្រាមថានឹងសម្លាប់នឹងគាត់ក៏បានលោតចេញទៅតាមប្រអួយឡានក្រុងខណៈដែលឡានក្រុងកំពុងតែបើកដោយបានដឹងថាស្ត្រីដែលខ្លួនបានគម្រាមនឹងលោតគេចខ្លួនបាត់ចឹងហើយក្មេងប្រុសនឹងក៏បានចាប់លោកស្រី Katsumoto ហើយក៏កាប់គាត់យកតែម្ដងហើយបន្ទាប់មកគេក៏បានចាប់យកក្មេងស្រីអាយុ6ឆ្នាំធ្វើជាចំណាត់ខ្មាំងឡានក្រុងក៏នៅតែបន្តធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្ត Hiroshima នៅពេលនោះមានឡានប៉ូលីសបានព្យាយាមបញ្ឈប់ឡានក្រុងនោះដោយសារស្ត្រីដែលបានរត់គេចខ្លួននៅពេលដែលចូលបន្ទប់ទឹកនឹងគាត់បានទេទៅប្តឹងប៉ូលីសរបស់ខេត្ត Yamaguchi បានរកឃើញឡានក្រុងនោះហើយបានបិទផ្លូវដើម្បីបង្ខំឲ្យឡានក្រុងធ្វើការឈប់នៅតំបន់ Kadamasu SA ក្មេងប្រុសនោះបានទេទៅចរចានឹងប្រាប់ប៉ូលីសថាកុំឲ្យបិទផ្លូវរបស់ខ្លួនដោយសារតែខ្លួនត្រូវការទៅតំបន់មួយដែលមានឈ្មោះថា Katsumi Gaseki ហើយបានបញ្ជាឲ្យប៉ូលីសនឹងយកកំភ្លើងមកឲ្យខ្លួនថែមទៀតផងម៉ោង 6:20 នាទីល្ងាចឡានក្រុងបានបើកក្នុងល្បឿនយឺតនិងបានបើកកាត់បរះរបស់ប៉ូលីសថែមទៀតផងនៅពេលនោះ
មានបរិសម្នាក់បានលោតចេញតាមបង្អួចឡានក្មេងប្រុសនោះក៏បានឃើញការលោតចុះហើយគេក៏បានទាញលោកស្រីខាត់ស៊ឺម៉ូតូយកមកកាប់ម្ដងទៀតដែលធ្វើឲ្យគាត់រងរបួសយ៉ាងខ្លាំងឡានក្រុងបានបន្តបើកចូលភូមិបន្ទល់ខេត្តហ៊ីរ៉ូស៊ីម៉ាចំណែកឯប្រុសនៅក្នុងឡានខំគិតព្យាយាមរកវិធីដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាដែលនៅក្នុងឡានហ្នឹងប៉ុន្តែក្មេងប្រុសនោះក៏បានប្រាប់ឲ្យអ្នកបើកឡានបើកទៅឈប់នៅក្នុងផ្លូវរួមក្រោមដីមួយកន្លែងហើយបានបញ្ជាឲ្យប្រុសនៅក្នុងឡានទាំងអស់ចុះចេញពីលើឡានដោយប្រើក្មេងស្រីដែលមានអាយុ6ឆ្នាំនឹងធ្វើជាចំណាត់ខ្មាំងម៉ោង 5:50 នាទីល្ងាចឡានក្រុងត្រូវបានប៉ូលីសរារាំងឲ្យឈប់នៅតំបន់អូខូយ៉ា PA នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាក្រោយមកការចរចាប៉ូលីសជាមួយនឹងក្មេងប្រុសនោះក៏បានចាប់ផ្ដើមដំបូងឡើយក្មេងប្រុសនោះបានប្រកបឲ្យប៉ូលីសផ្ដល់កំភ្លើងជាមួយនឹងអាវការពារគ្រាប់មកឲ្យខ្លួននៅពេលនោះប៉ូលីសក៏បានដឹងថាជនល្មើសគឺគ្រាន់តែជាក្មេងប្រុសអាយុ17ឆ្នាំម្នាក់នោះទេក្មេងប្រុសហ្នឹងគាត់ធ្លាប់ជាសិស្សបកាយបំផុតប្រចាំសាលាតែដោយសារតែគាត់មិនសូវមានតំណែងជាមួយមនុស្សជុំវិញខ្លួនកាលពីថ្នាក់ទី9គាត់ត្រូវបានមិត្តរួមថ្នាក់បខំឲ្យលោតពីលើកម្មយន្តរហូតបាត់បង់ចំហរងរបួសហើយចូលពេទ្យរយៈពេល2ខែដែលជាហេតុធ្វើឲ្យគាត់មិនបានចូលរួមកម្មវិធីបញ្ចប់ថ្នាក់អនុវិទ្យាល័យក្រោយពីចេញពីពេទ្យគេក៏បានចូលរៀននៅវិទ្យាល័យមួយកន្លែងនៅក្នុងខេត្តដែលគេរស់នៅហ្នឹងប៉ុន្តែដោយសម្របខ្លួនមិនបានក្រោយពីចូលរៀនបានត្រឹមតែ9ថ្ងៃក៏លែងទៅសាលាតែម្ដងបន្ទាប់ពីពេលនោះមកគេនៅតែក្នុងបន្ទប់ហើយមានអាការៈឆាប់ឆេវឆាវនិងប្រើសម្ដីធំទៅកាន់ឪពុកម្ដាយរបស់ខ្លួនថែមទៀតផងមួយថ្ងៃគឺគិតតែលេងអ៊ីនធឺណិតនិងសរសេរ comment អាក្រក់ៗហើយគេក៏បានរៀបចំផែនការដើម្បីវាយប្រហារសាលាអនុវិទ្យាល័យរបស់ខ្លួនថែមទៀតផងគេបានទិញកាំបិតញញួរហើយជាមួយនឹងសម្ភារៈមួយចំនួនសម្រាប់ធ្វើសកម្មភាពហ្នឹងនៅតាមអ៊ីនធឺណិតហើយគេក៏បានកំណត់យកថ្ងៃទី6ខែមីនាដើម្បីធ្វើសកម្មភាពប៉ុន្តែថ្ងៃទី2ខែមីនាគេបានជិះឡានទៅដើរលេងជាមួយនឹងប៉ារបស់ខ្លួននៅពេលនោះគេហាក់មានអារម្មណ៍ស្ងប់ស្ងាត់បន្តិចក្នុងកំឡុងពេលនោះម្ដាយរបស់គេហ្នឹងគាត់ក៏បានចូលទៅក្នុងបន្ទប់កូនគាត់ហើយឆែកមើលបន្ទប់ហើយបានរកឃើញសម្ភារៈដែលកូនខ្លួនបានទិញពីប្រហែលថ្ងៃមុនហ្នឹងនៅមុនថ្ងៃវាយប្រហារសាលាប៉ាម៉ាក់របស់គាត់ក៏សម្រេចចិត្តបខំឲ្យគេចាប់យកកូនគាត់ទៅមន្ទីរអប់រំដើម្បីព្យាបាលនៅក្នុងមន្ទីរពេទ្យគេក៏បានបដូរអាកប្បកិរិយាទៅជាក្មេងប្រុសដែលគួរឲ្យស្រឡាញ់ប៉ុន្តែគេគ្រាន់តែជាផែនការរបស់គេដើម្បីបានចេញពីពេទ្យតែប៉ុណ្ណោះដោយសារតែពេលចេញពីពេទ្យហ្នឹងចំពេលដែលគេឈប់សម្រាកអញ្ចឹងសាលាគេអត់រៀនទេហើយគាត់បានបដូរផែនការរបស់គាត់ទៅជាប្លន់ឡានក្រុងវិញដោយគេគិតថាគឺមានភាគរយជោគជ័យច្រើនជាងកំឡុងពេលនោះនៅក្នុងក្រុងយ៉ូកូកាវ៉ាមានករណីឃាតកម្មដែលក្មេងប្រុស17ឆ្នាំម្នាក់ដែរគាត់បានសម្លាប់ទៅលើស្ត្រីម្នាក់ដែលមានវ័យ65ឆ្នាំពេលនោះក្មេងប្រុសហ្នឹងគាត់បានមើលឃើញព័ត៌មានហ្នឹងហើយគាត់បានគិតថាគេបានធ្វើរឿងហ្នឹងមុនគាត់គេបានសរសេររឿងរ៉ាវទាំងអស់ចូលនៅក្នុងកំណត់ហេតុរបស់ខ្លួននិងបានណូតចំណាំអ្នកដែលធ្វើឲ្យខូចផែនការរបស់គេគឺប៉ាម៉ាក់របស់គេហ្នឹងហើយគឺគេលែងមានការអត់ធ្មត់ចំពោះអ្នកដែលធ្វើឲ្យខូចផែនការរបស់គេទៀតហើយក៏មិនអនុញ្ញាតឲ្យរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងម្ដងទៀតដែរនៅថ្ងៃកើតហេតុក្មេងប្រុសនោះបានសុំម៉ាក់របស់ខ្លួនចេញទៅជិះកង់ដើរលេងនៅខាងក្រៅបន្ទាប់មកគេក៏បានចូលទិញកាំបិតហើយឡើងជិះឡានក្រុងនោះទៅម៉ោង 5:30 នាទីប៉ូលីសបានផ្ដល់អាវការពារគ្រាប់ជាថ្នូរដើម្បីដោះលែងស្ត្រី3នាក់ប៉ុន្តែដោយសារតែរងរបួសជាមួយនឹងការហូរឈាមច្រើនពេកហើយមិនអាចទទួលបានការព្យាបាលទាន់ពេលវេលាលោកស្រីខាត់ស៊ឺម៉ូតូក៏បានស្លាប់នៅក្នុងពេលនោះតែម្ដងបន្ទាប់ពីឡានបានឈប់អស់រយៈពេលប្រហែលជា4ម៉ោងក្រុមកងកម្លាំងពិសេស SAT ចាប់ផ្ដើមរៀបចំផែនការចូលក្នុងឡានក្រុងនោះដើម្បីជួយសង្គ្រោះចំណាត់ខ្មាំងពួកគេបានយកឡានដែលមានរូបរាងដូចគ្នាហើយបានធ្វើការហាត់សមសម្រាប់ការជួយសង្គ្រោះក្មេងប្រុសនោះបានស្នើសុំចាក់ប្រេងហើយប៉ូលីសក៏បានផ្ដល់ឲ្យគេជាមួយនឹងការដោះលែងចំណាត់ខ្មាំងម្នាក់បន្ទាប់មកប៉ូលីសបានផ្ដល់អាហារហើយគេក៏បានដោះលែងចំណាត់ខ្មាំងម្នាក់ទៀតនៅក្នុងឡានក្រុងគឺនៅសល់តែចំណាត់ខ្មាំងចំនួន9នាក់នោះទេក្មេងប្រុសនោះបានគិតថាប៉ូលីសកំពុងតែឡោមព័ទ្ធដូច្នេះហើយគេនៅជាប់ជាមួយនឹងក្មេងស្រីអាយុ6ឆ្នាំនឹងរហូតបន្ទាប់មកនៅថ្ងៃបន្ទាប់ម៉ោងប្រហែលជា5ព្រឹកហ្នឹងក្រុមកងកម្លាំងពិសេសក៏បានចាប់ផ្ដើមធ្វើសកម្មភាពជួយសង្គ្រោះចំណាត់ខ្មាំងដោយសម្រាប់ធ្វើសកម្មភាពនៅពេលដែលក្មេងប្រុសហ្នឹងបានដើរចេញពីក្មេងស្រីអាយុ6ឆ្នាំនោះដោយមានប៉ូលីសម្នាក់ទៅចរចាជាមួយក្មេងប្រុសនោះនៅពេលដែលគេចាកចេញពីក្មេងស្រីប៉ូលីសដែលជាអ្នកចរចាហ្នឹងបោះស្រោមដៃធ្វើជាសញ្ញានៅពេលដែលកំពុងចរចាក្មេងប្រុសនោះក៏ចាប់ផ្ដើមមានការសង្ស័យថាប៉ូលីសកំពុងតែឡោមព័ទ្ធនិងចង់ធ្វើអីមួយយ៉ាងមកលើខ្លួនគេក៏បានងើបទៅមើលតាមប្រួយឡានឆ្លៀតពេលនេះប៉ូលីសដែលកំពុងតែចរចាជាមួយគេនឹងក៏បានដោះស្រោមដៃហើយក៏វត្តមកក្រៅធ្វើជាសញ្ញាក្រោយពីឃើញសញ្ញាកងកម្លាំងពិសេសក៏បានវាយប្រវាយកញ្ចក់ឡានសម្រុកចូលជួយចំណាត់ខ្មាំងបានដោយសុវត្ថិភាពនិងបានចាប់ខ្លួនក្មេងប្រុសនោះបានក្នុងហេតុការណ៍ហ្នឹងប៉ូលីសបានចំណាយពេលរហូតដល់15ម៉ោងកន្លះដើម្បី
បបែករឿងក្តីហ្នឹងក្មេងប្រុសនោះបានសារភាពថាខ្លួនបានខឹងនឹងការប៊ូលីពីមនុស្សជុំវិញខ្លួននិងមានបំណងចង់ឲ្យប៉ាម៉ាក់របស់ខ្លួននឹងទទួលបានការឈឺចាប់ហើយគេចង់ឲ្យមានអ្នកយកចិត្តទុកដាក់ចំពោះគេផងដែរក្រោយពីការសួរចម្លើយនិងស៊ើបអង្កេតក្រុមប៉ូលីសក៏បានហៅឃើញថាក្មេងប្រុសហ្នឹងគឺមានបញ្ហាផ្លូវចិត្តដូច្នេះគេមិនត្រូវបានជាប់គុកនោះទេប៉ុន្តែគេត្រូវបានបញ្ជូនទៅមន្ទីរកែប្រែដើម្បីសម្រាប់ព្យាបាលវីដេអូយើងចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុចសញ្ញា Subscribe ជួបគ្នាវីដេអូក្រោយ